តាមតម្រូវការរបស់អតិថិជននិយាយទៅបងស្រីគាត់ម៉ូយចាស់ខ្ញុំទេកំងគ្រឿងឲ្យយើងបឺតថងអញ្ចឹងណាហើយនិយាយពីថាព្រឹកនេះអវ៉ាន់ចេញច្រើនក្រៅប្រទេសនិយាយរួមទៅគឺអវ៉ាន់ឡើងមកកណោហ្នឹងគឺតែពីបងទេខាងក្រៅប្រទេសសុទ្ធតែម្ដងមានការីមានគ្រឿងគល់មានគ្រឿងស្លឹកមានម៉ាំល្ហុងមានកាពិនិយាយរួមទៅគឺគ្រប់មុខហើយឥឡូវនេះខ្ញុំទិញថងបើខ្យល់ចូលមកគ្រប់លេខតែម្ដងដើម្បីធ្វើតាមតម្រូវការញៀវគាត់ចង់ឲ្យយើងដាក់កៅយើងដាក់កៅគាត់ចង់បានថងយើងដាក់ថងតែពីច្រើនញៀវក្រៅប្រទេសគាត់ចង់ដាក់ថងអញ្ចឹងទៅស្រួលគាត់ដាក់ក្នុងវ៉ាលីអញ្ចឹងណាសម្រាប់ការបើខ្យល់ដាក់ថងគឺយើងបើក2ជាន់អ៊ុត2ជាន់ពេលខ្លះខ្ញុំអ៊ុត2ជាន់ពេលខ្លះអ៊ុតតែមួយតែបើឃើញអត់សូវជាប់ល្អខ្ញុំអ៊ុត2ជាន់តាមរយៈនេះភ្ញៀវខាងក្រៅប្រទេសគាត់ខ្មងច្រើនខ្លាំងមែនតើក្នុងមួយបង3 4 5គីឡូគ្រឿងសម្រាប់ភ្ញៀវពេញខ្ញុំអត់ recommend ឲ្យដាក់ថងទេបើសិនជាបងដាក់ថងតតែយកទៅដល់បងដាក់ចូលកែវហ្នឹងបានយើងទុកបានយូរងាយស្រួលប្រើអត់ងាយខូចតែបើទុកក្នុងថងចេះដួសចេញដួសចូលគឺឆាប់ខូចណាស់តែបើបងធ្លាប់ទិញម្ដងហើយមានកែវហើយនៅផ្ទះច្រើនដែរអត់អីប្រាប់មកខ្ញុំដាក់ថងបើខ្យល់ជូនទៅដល់បងដួសបញ្ចូលក្នុងកែវទុកទៅគ្រាន់តែរៀបចំប្រវត្តិឲ្យភ្លាមគឺថារត់មកប្រឡាក់សាច់ទុកនិយាយរួមទៅអ្នកលក់មិនសូវមានគ្រឿងប្រឡាក់ខ្លួនឯងទេដោយសារដាក់មកអស់ចូលកែវហើយគឺអត់មានសល់នឹងក្រៅទុកប្រើទេអញ្ចឹងហើយតនគេកំពុងតែបុកហ្នឹងគឺយកមកប្រឡាក់សាច់ឲ្យហើយចេះទៅអត់បានគ្រឿងនៅក្នុងដៃប្រឡាក់ត្រីក៏ដាក់គ្រឿងប្រឡាក់សាច់ក៏ដាក់គ្រឿងសាច់គោសាច់ជ្រូកដាក់គ្រឿងទាំងអស់ហើយមើលបងតូចច្រឡឹងស្អាតទេមកកចាប់កន្លះគីឡូនិយាយរួមពេលដាក់កែវឃើញតិចតែពេលបឺតថងចេះអីមើលទៅហំហានមកគេដែរហ្នឹងគ្រឿងការីក៏អញ្ចឹងដែររួចពីការងារមួយម៉ាក់យាយចាប់ផ្ដើមមកកាប់គល់ស្លឹកគ្រៃទៀតហើយខ្ញុំវិលដឹកកូនទៅរៀនសិនកាប់គល់បដាលាងហើយល្មៀតអីគឺគាត់ចិត្តទុកអស់ហើយចិត្តទុកសម្រាប់ទឹកឲ្យស្ងួតបានយើងអាចធ្វើការងារកើហើយបងឃើញមួយថ្ងៃនេះតាំងពីមកវីដេអូនេះមានកញ្ចប់ច្រើនហ្នឹងគឺបោះម៉ួយតែមួយទេគាត់យកគល់2គីឡូស្លឹក2គីឡូឲ្យបឺតខ្យល់ហើយយកទៅបកកយកទៅពេលបឺតខ្យល់អញ្ចេះហើយមានអីគួរឲ្យស្រឡាញ់តែឡើងខ្ជូតតែតិចច្រឡំថានំបត់នំអីនំស្លឹកខៀវអីអត់ទេបងហើយគឺគ្រឿងស្លឹកគ្រៃរៀបចំបឺតខ្យល់ឲ្យមកមើលមកយាយបុកតែមួយផ្លែចិត្តអស់មួយចានដៃបាត់តែឃើញស្លឹកមានពងបុកហ្នឹងណាសិតតែមានម្ចាស់ទាំងអស់ណាបងអត់មានសល់គីឡូទេណាអត់គ្រប់គីឡូជូនភ្ញៀវផងហើយបងឃើញខ្ញុំហឺតសៃមិញហ្នឹងគឺតសៃម្ដេចនេះសាប់ពេលដែលយើងប្រើម៉ាស៊ីនស្លាយវាផ្ដេកអញ្ចឹងទៅវាកិនទៅចេញជាតសៃកាលពីមុនខ្ញុំកាត់កង់អញ្ចឹងអត់មានតសៃទេ